បាទជំរាបសួរលោកពូបាទថ្ងៃនេះគឺក្មួយបាននាំយកគេហៅក្តារខៀនដែលយើងបានប្រមូលគៀងគោពីអាចថាសម្រាប់ជនក៏ដូចជាមិត្តភ័ក្តិដែលស្គាល់គឺគាត់បានជួយពិតប្រាកដមែនហើយក្នុងនោះលោកពូសូមអាចមានមតិយោបល់ដើម្បីថ្លែងអំណរគុណដល់សប្បុរសជនយើងយ៉ាងម៉េចខ្លះដែរបាទមួយមែនតើបាទខ្ញុំបាទព្រមចិត្តជានាយកបរំបត្តិអង្គការចិត្តកោះខ្មែរដើម្បីកុមារខ្ញុំបាទសូមអរគុណប្រិមិត្តនិងសប្បុរសជនទាំងអស់ដែលបានជួយយើងខ្ញុំជាក្តារខៀនជាបច្ចនាបាទផ្សេងទៀតហើយខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់នឹងជួយយើងខ្ញុំជាបន្តទៀតនៅការខ្វះខាតខ្លះបាទអរគុណលោកពូខ្លីតែមានន័យឃើញថាលោកពូបានចូលរួមជួយដល់កុមារផ្សេងដែលនៅក្នុងស្រុកភូមិរបស់យើងដែលចង់ចេះជំនាញផ្នែកគូគំនូអីផ្សេងគឺរៀនដោយមិនបងប្រាក់មិនអីទេបានន័យថាសម្រាប់កន្លែងលោកពូគឺបរៀនដោយមិនគិតប្រាក់មកពីគ្រប់មជ្ឈដ្ឋានលោកពូណាបាទអរគុណណាស់លោកពូហើយខ្ញុំសូមអាចនិយាយបានថារៀបរាប់ឈ្មោះសប្បុរសជនយើងបន្តិចដែលខ្លះគាត់សូមមិនបញ្ចេញឈ្មោះខ្លះក៏ចូលរួមហើយខ្ញុំសូមអនុញ្ញាតដើម្បីបង្ហាញថាក្តារខៀនយើងមួយនេះពិតជាមានតម្លៃខ្លាំងណាស់ព្រោះបានការចូលរួមពីមិត្តភ័ក្តិបងប្អូនផ្សេងដែលស្គាល់ខ្ញុំមកហើយយល់ពីតម្លៃផលពូទៅគេបានចូលរួមហើយយើងទទួលបានរហូតដល់12នាក់បានក្តារខៀនមួយហ្នឹងគឺយើងមានគ្នារហូតដល់12នាក់អាចថា13នាក់ទាំងខ្ញុំដែលយើងមានកំណត់ព្រួយផ្ដើមហើយក្នុងនោះខ្ញុំសូមអានឈ្មោះខ្លះហើយខុសត្រូវអីសូមមិត្តភ័ក្តិកុំប្រកែហើយក្នុងនោះគឺទី1មានឈ្មោះលោកភូមិអមរិននិងភរិយាបាទគាត់ជាមិត្តភ័ក្តិខ្ញុំដែរហើយក្នុងនោះគាត់ជួយបាន$20ហើយបន្តមកទៀតគឺទី2គឺលោកផាតចន្ទាបងផាតចន្ទាជាមួយនឹងភរិយាគាត់បានជួយមក$25បាទហើយទី3គឺលោកស្រីជាសុកអ៊ីមបាទនិងក្រុមគ្រួសាររបស់គាត់បាន$10ដែរបាទហើយទី4គឺលោកស្រីកៅណារ៉ែនជាមួយនឹងស្វាមីក្រុមគ្រួសារគាត់បាន$10បាទហើយទី5គឺបងណប់វីនិងគ្រួសារបាន$5ហើយទី6គឺលោកប៊ុនបញ្ញាហៅដេវីតនិងភរិយារបស់គាត់បាន$5ដែរហើយទី7គឺបងអិនសំណាងថ្ងៃមុនគាត់មកជួយលោកពូម្ដងហើយជាមួយនឹងប្អូនស្រីច័ន្ទណារីបាទគាត់ទាំងពីរនាក់គឺរួមបញ្ចូលគ្នាបាន$25ហើយបន្តមកទៀតគឺមិត្តភ័ក្តិខ្ញុំដែរគឺលោកលឹមបូរ៉ានិងភរិយាបាទគាត់បានចូលរួមជួយ$10ហើយទី9គឺកញ្ញាណូចទី1ឡានិងម៉ាក់បាទប្អូនស្រីតែងតែជួយសប្បុរសធម៌ជាមួយខ្ញុំបាទដែរហើយក្នុងនោះគឺបាន$30ហើយទី10គឺលោកសេងសុកជានិងភរិយាគឺបាន$25បាទហើយទី11គឺលោកយុនងុនហ៊ីមនិងភរិយា$20និងទី12គឺលោកស្រីបុតដានីនិងស្វាមីបាន$5ដែរអញ្ចឹងថាវិការទាំងអស់នេះគឺយើងបានសម្រេចបាននៅក្តារខៀនមួយដែលមានតម្លៃ$140ហើយបើជារួមថាវិការយើងបានលើសពី140តែយើងក៏បានយកថាវិការដែលអាចថានៅមានលើសហ្នឹងគឺមកទិញនេះដូចជាមានពើហើយមានសម្ភារៈអីផ្សេងដទៃទៀតសំបីតែគេហៅថារូបនេះក៏ចេញពីការដែលយើងលៃលោកថាវិការដែលនៅសល់អញ្ចឹងណាបងដូចជាវចនាក្តីអីក្តីគឺសិតតែថាវិការដែលយើងចូលរួមដែលយើងមើលឃើញថារៀងលៃលោកអាចទិញបានបន្ថែមគឺយើងបានបន្ថែមអញ្ចឹងខ្ញុំមានប៉ុណ្ណឹងជូនលោកពូហើយក៏សូមអរគុណដល់បងប្អូនមិត្តភ័ក្តិទាំងអស់គ្នាចូលរួមហើយយើងឃើញថានៅតែមានកង្វះខាតដែលយើងចង់ឲ្យទីនេះការសិក្សាទៅមានភាពប្រសើរឡើងហើយក្នុងនោះគឺខ្ញុំមើលឃើញមានតបគ្រូឬក៏បងប្អូនអីទៀតតែយើងនឹងធ្វើបន្តទៀតបាទហើយសូមអរគុណច្រើនសូមអរគុណការលះបង់ផលលោកគ្រូបន្តបន្ថែមទៀតបាទអរគុណបាយ